ខ្ញុំបាទយ៉ាងលីសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការចែករំលែកតទៀតហើយតាក់ទងទៅនឹងអក្សរ Braille ខ្មែរយើងគេថាអក្សរ Braille ខ្មែរអញ្ចឹងលើកមុនគឺខ្ញុំបានចែករំលែកតាក់ទងទៅនឹងអក្សរកអក្សរខរួចហើយតែថ្ងៃនេះក៏ខ្ញុំនឹងចែករំលែកតទៀតដែរហើយវីដេអូនេះខ្ញុំចែករំលែកសំខាន់បំផុតទៅដល់បងប្អូនដែលមានកូនជាជនដែលមានពិការភាពផ្នែកហើយមួយទៀតគឺផ្ញើចែករំលែកដ៏ពិសេសទៅដល់បងប្អូនដែលមិនមានពិការភាពតែចង់រៀនអក្សរ Braille អញ្ចឹងមុននឹងយើងរៀនតយើងសូមរំលឹកមេរៀនចាស់តោះអញ្ចឹងនៅខាងមុខខ្ញុំនេះគឺជាសៀវភៅរបស់ក្រសួងអប់រំហើយខ្ញុំយកមកពីបណ្ណាល័យអប់រំពិសេសនៅរាជធានីភ្នំពេញអញ្ចឹងសៀវភៅនេះគឺបោះពុម្ពនៅឆ្នាំ2012ទោះបីជាសៀវភៅនេះវាចាស់បច្ចុប្បន្នគេប្រើឆ្នាំ2024ក៏ដោយប៉ុន្តែខ្លឹមសារវាមិនខុសគ្នាប៉ុន្មានទេវានៅតែជាអក្សរខ្មែរដដែលដោយសារអីខ្ញុំមានត្រឹមតែប៉ុណ្ណឹងអញ្ចឹងខ្ញុំមានប៉ុណ្ណឹងខ្ញុំចែកប៉ុណ្ណឹងអូខេតោះអញ្ចឹងនេះនៅខាងមុខខ្ញុំនេះគឺជាអក្សរកបងប្អូនអញ្ចឹងអក្សរកមានចំណុចប៉ុន្មានអក្សរករបស់ជនដែលមានពិការភាពនេះនៅគៀនច្អុលដៃខ្ញុំនឹងនេះគឺជាអក្សរករបស់ជនដែលមានពិការភាពផ្នែកភ្នែកអក្សរករបស់ជនដែលមានពិការភាពផ្នែកភ្នែកគឺមានចំណុច1 2 4 5ឯនេះគឺជាអក្សរកបងប្អូនមើលយល់ហើយបងប្អូនមើលឃើញតែជនដែលមានពិការភាពផ្នែកភ្នែកភាគច្រើនគឺมันអាចអានបានទេអក្សរកដែលបងប្អូនកំពុងមើលយល់នេះតែអ្វីដែលគាត់អានបាននេះគឺអក្សរកដែលគេបានកំណត់ជាសកលរបស់ខ្មែរយើងអញ្ចឹងចង់បញ្ជាក់ថាអក្សរខ្មែរក៏មានភាសាអក្សរ Braille ជាសកលសម្រាប់ភាសាខ្មែរដែរអញ្ចឹងខ្មែរយើងពិតជាអស្ចារ្យតោះបន្ទាប់ទៀតនេះមេរៀនទី6តើអក្សរអីបងប្អូនអ្នកដែលធ្លាប់រៀនវីដេអូមុនគឺអក្សរខនេះអក្សរខនៅចិត្តច្អុលដៃខ្ញុំនេះអក្សរខគឺមានចំណុច1 3អក្សរខមានចំណុច1 3រីឯខាងនេះគឺជាអក្សរខដែលបងប្អូនអាចមើលយល់ប៉ុន្តែជនដែលមានវិការភាពផ្នែកភ្នែកមិនអាចមើលយល់ទេអញ្ចឹងអក្សរខមានចំណុច1 3ខ្ញុំរំលឹកប៉ុណ្ណឹងដើម្បីបងប្អូនទាំងអស់គ្នាអាចបានចាំឡើងវិញកុំឲ្យភ្លេចបងប្អូនត្រូវតែទន្ទិញអញ្ចឹងថ្ងៃនេះគឺយើងរៀនមេរៀនតគឺមេរៀនទី7អក្សរអីបងប្អូនមើលបងប្អូនមើលឃើញអក្សរភ្លឺមួយដែលគេព្យាយាមវាយឲ្យបងប្អូនរៀនហើយអញ្ចឹងនោះហើយគឺជាអក្សរដែលបងប្អូនអាចមើលយល់ប៉ុន្តែអក្សររបស់ជនមានពិការភាពនៅឯណាតោះអញ្ចឹងខ្ញុំចង់ចែករំលែកនេះគឺទម្រង់អក្សរចបងប្អូនណាឃើញទេនេះសក់វាអានេះគឺតួអក្សរចអញ្ចឹងបងប្អូនមើលយល់អក្សរចប៉ុន្តែជនដែលមានពិការភាពផ្នែកភ្នែកគឺមើលអត់យល់ទេចូលបងប្អូនឆ្ងល់ចុះមិនខ្ញុំមើលយល់ការពិតទៅគឺខ្ញុំរៀនអក្សរភ្លឺដល់ថ្នាក់ទី7ដែរអញ្ចឹងខ្ញុំចេះអក្សរភ្លឺតែជនដែលមានពិការភាពបើគាត់ល្ងឹតពីកំណើតគាត់មិនដែលរៀនអក្សរភ្លឺផងធ្វើឲ្យគាត់យល់អានេះវាជាការពិតតែជនដែលមានពិការភាពរៀនអក្សរដោយរបៀបណាទៅចុះណែអក្សររបស់គាត់គឺគាត់អាចរៀនបាននេះគឺជាអក្សរចនេះតូចហ្នឹងអក្សរចនឹងឯងអញ្ចឹងតើអក្សរចមានចំណុចប៉ុន្មាននៅលើនេះគឺអក្សរចមានចំណុច2 4 5ម្ដងទៀតអក្សរចមានចំណុច2 4 5អញ្ចឹងបងប្អូនចាំថាអក្សរចមានចំណុច2 4 5អញ្ចឹងតោះយើងសរសេរដោយរបៀបណាអំបញ្ញមិញនេះគឺខ្ញុំស្ទាបទៅលើសភៅដែលក្រសួងអប់រំគេបានបោះពុម្ពជាកុំព្យូទ័រគេអត់មានចុចដៃទេគេប្រើកុំព្យូទ័រចុះជនដែលមានពិការភាពត្រូវសេមិននេះឧបករណ៍ slate ដូចខ្ញុំប្រើលើកមុនអញ្ចឹងហើយខ្ញុំដាក់กระดาษគៀបឲ្យចំថ្មិញវានឹងអញហើយខ្ញុំបិទហើយលើកមុនខ្ញុំទៅសេដល់ជួរទី2អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងសេជួរទី3ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានឃើញភាពជាក់ស្ដែងតោះអញ្ចឹងមុននឹងខ្ញុំទៅសេអក្សរចខ្ញុំរំលឹកឡើងវិញចំណុចពិសេសដែលបងប្អូនគួរតែចងចាំ
cứ xo bèo cứ miên pram mùi chấm nói chẳng bóng ôn trò để chăm bao mình chết pram mùi chấm nói nô tế cứ mình ai riêng xo bèo bàn tề miên ấy tha ro xo tiếng mình ai kích phốt pi pram mùi chấm nói tề các bất xu là bóng ôn để chết pram mùi chấm nói cứ chết thằng hay tỏ chẳngខ្ញុំរំលឹក6ចំណុចឲ្យបងប្អូនបានឃើញរបៀបទៅសេណានេះអញ្ចឹងយើងจะដឹងថាបន្ទប់មួយហ្នឹងគឺមាន6ចំណុចបន្ទប់មួយគឺមាន6ចំណុចហើយក្នុងបន្ទប់ហ្នឹងគឺវាមានខាងស្ដាំនិងខាងឆ្វេងវាមានខាងស្ដាំនិងខាងឆ្វេងអញ្ចឹងខាងស្ដាំតើមានចំណុចអីខ្លះតោះខាងស្ដាំនេះគឺមានចំណុច1ណាចំណុច1បន្ទាប់មកគឺចំណុច2បន្ទាប់មកគឺចំណុច3បន្ទាប់មកគឺចំណុច4ខាងឆ្វេងលើអស់ចំណុច4បន្ទាប់មកអង្កលមកក្រោមបន្តិចនិងឆ្វេងដែរអាកដាលហ្នឹង5បន្ទាប់មកអង្កលមកក្រោមទៀតគឺ6អញ្ចឹងត្រូវតែចាំថាចំណុច1នេះ1 2 3 4 5 6ឲ្យតែចាំ6ចំណុចហ្នឹងគឺងាយណាស់តោះអញ្ចឹងអក្សរចអំបញ្ញមិញគឺមានចំណុចប៉ុន្មានអក្សរចគឺមានចំណុច2 4 5តោះអញ្ចឹងខ្ញុំទៅសេមើលណាអាលើនេះ1ឃើញទេយកអត់ចុចទេយើងចុចចំណុចដៃនេះ2ឥឡូវ2ណាបន្ទាប់មកចុចចំណុចអ៊ីទៀត4នេះ4ឃើញទេបន្ទាប់មកចុចចំណុចអ៊ីទៀត5ចុចឲ្យចំចំណុច5ហ្នឹងឯងតោះអញ្ចឹងខ្ញុំសេអក្សរចមួយទៀតចំណុចប៉ុន្មានគឺទី1អត់ចុចទេយើងចុចកន្លែងទី2នេះទី2ចាំមើលនេះទី2ណាបើអាកដាលហ្នឹងស្ដាំគេអស់ហ្នឹងបន្ទាប់មកគឺយើងចុចចំណុច4គឺនៅឆ្វេងលើគេអស់ហ្នឹងហើយ4បន្ទាប់មកគឺយើងចុចក្រោមចំណុច4បន្តិចហ្នឹងនេះកដាល5ឃើញទេគឺវាអត់នៅខាងក្រៅគឺចំកដាលខាងឆ្វេងគឺចំណុច5ហើយតោះសេតទៀតតោះ2នៃណា2នៅកដាលខាងស្ដាំនេះឃើញទេ2ចុះ4នៃណា4លើអស់ខាងឆ្វេង5នេះកដាលខាងឆ្វេងនេះតោះទៀតអញ្ចឹងសោះចំទៀត2យើងចាំអញ្ចឹងអត់យើងចាំថា2 4 5តែប៉ុណ្ណឹងគឺយើងអាចទៅសេបានហេតុអីគឺចំណុចនីមួយគឺមានឈ្មោះរបស់វា1 2 4 5 6អញ្ចឹងបើគេឲ្យចុចចំណុចណាចុចឲ្យចំចំណុចហ្នឹងនោះវានឹងចេញអក្សរអីហើយតើខ្ញុំបើកឲ្យមើលតើដូចដែលគេបោះពុំអត់អូខេតោះមុនដំបូងនេះគឺសញ្ញាខណ្ឌហើយគឺ6ចំណុចគឺតម្រង់អញ្ចឹងហើយបងប្អូនហ្នឹងហើយគឺជា6ចំណុចដែលបងប្អូនទាំងអស់គ្នាគឺត្រូវតែចាំដាច់ខាតបើមិនចេះវាគឺអត់អាចរៀនបានទេតោះអញ្ចឹងបងប្អូនអាចមើលថាមេរៀនទី7នេះអក្សរចដែលក្រសួងអប់រំគេបានបោះពុំនេះឃើញទេអក្សរចអញ្ចឹងនេះអ្វីដែលខ្ញុំទៅសេអក្សរចដូចគ្នាគឺមានតម្រង់ដូចគ្នាអក្សរចមានចំណុចអញ្ចឹងឯងតម្រង់អញ្ចឹងគឺ2 4 5អក្សរចមានចំណុច2 4 5អូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់រៀនគឺត្រូវតែទន្ទិញឲ្យចាំបើយើងមិនទន្ទិញឲ្យចាំទេគឺខ្ញុំគិតថាវាលំបាកក្នុងការសរសេរណាអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាជាពិសេសជនដែលមានវិការភាពផ្នែកភ្នែកខំប្រឹងរៀនអាចព្យាយាមយកអក្សរហ្នឹងទៅរៀនទៅបើសិនជាបងប្អូនដែលមិនបានចូលសាលាភាគច្រើនដែរមិនទាំងអស់ទេចំនួនខ្ញុំគឺជនដែលមានវិការភាពភាគច្រើនគឺអត់សូវបានចូលរៀនប្រហែលទេមិនមែនថាគាត់នេះទេគឺគាត់អាយុគាត់លើសណាទម្រាំតែគាត់ដឹងថាសាលាមានគឺគាត់អាយុលើសទៅហើយដូច្នេះហើយគឺគាត់មិនអាចចូលរៀនបានទេអញ្ចឹងគឺគាត់អត់ចេះអានអក្សរប្រែលទេបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអូខេសម្រាប់វីដេអូមេរៀនទី7នេះគឺអក្សរចមានចំណុច2 4 5អញ្ចឹងបងប្អូនអរគ្នាទន្ទិញវាទន្ទិញឲ្យសរសេរទន្ទិញឲ្យសរសេរបងប្អូនមានឧបករណ៍នេះអញ្ចឹងបើបងប្អូនមានឧបករណ៍ហ្នឹងហើយបងប្អូនអាចទន្ទិញឲ្យសរសេរទៅគណៈពេលនេះគឺខ្ញុំបាទយ៉ាងលីគឺសូមអរគុណនិងសូមជម្រាបលាទាំងអស់គ្នា